សួស្តីទៅកាន់ប្រិមិត្តរបស់ទូជីងចောက် TV ទាំងអស់គ្នាឥឡូវពូអាប់ដេតព័ត៌មានថ្មីមិញក្រោយពីការប្រកួតវគ្គចែកពូលអាសង់ទៀនបានលុតក្រុមបាល់ទាត់អូទ្រី 2-0 ទៀតហើយកំណត់ត្រានេះបានធ្វើឲ្យលីអូណែលមេស៊ីក្លាយជាកីឡាករទី1នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់សម្រាប់ការរកគ្រាប់បាល់នៅក្នុងពានរង្វាន់ FIFA World Cup 18គ្រាប់កំណត់ត្រានេះគឺវ៉ាដាច់មីរ៉ូស្លាវក្លូសេរបស់អាល្លឺម៉ង់ដែលមាន16គ្រាប់អញ្ចឹងបានន័យថាលីអូណែលមេស៊ីគិតពីប្រកួតជាប់គ្នានេះមេស៊ីទាត់បាន5គ្រាប់ថ្ងៃប្រកួតបើកឆាប៉ះអាល់ហ្សេរី3គ្រាប់ hat-trick ហើយមិញនេះជួបអូទ្រី2គ្រាប់ទៀតសំណាងឲ្យមេស៊ីពេលនឹងទីអត់ចូលបើពេលចូលនឹងងាប់ហើយ2ប្រកួត hat-trick ទាំង2ប្រកួតអានេះតសើឲ្យនិយាយទៅគឺគាត់នៅតែល្អមេស៊ីគាត់នៅតែល្អអញ្ចឹងទាំង performance ទាំងអាភាពបត់បែនអាភាពរស់រវើករបស់គាត់គឺគាត់នៅតែរក្សាបានដោយការគាត់លេងនៅបាសេអញ្ចឹងកន្លែងហ្នឹងគឺយើងមិនសរសើរបានសម្រាប់លីអូណែលមេស៊ីអញ្ចឹងដល់ពេលយើងនិយាយពីបញ្ហាមេស៊ីឥឡូវនេះវាត្រូវធ្វើឲ្យរ៉ូណាល់ដូដែលគាត់ត្រូវលេងយប់ហ្នឹងជួបជាមួយនឹងក្រុមអ៊ូបេគីស្ថានវាជាបញ្ហាធំសម្រាប់រ៉ូណាល់ដូទៀតហើយព្រោះអាលើកមុនម្ដងហើយចាំមើលលើកហ្នឹងទៀតអូយពូគាត់នឹងឃើញមេស៊ីពូអត់ដឹងនិយាយថាម៉េចវាលើសពីអ្វីដែលយើងគិតនឹងបានថាកំណត់ត្រានេះគឺតាមបង្កើតលីអូណែលមេស៊ីពី1ទៅ1ហើយមេស៊ីក្លាយជាកីឡាករទី1ដែលទាត់បាល់ពេនទីច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 7 ដងហើយក៏ជាកីឡាករដែលទាត់បាល់ពេនទីអត់ចូលច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដូចគ្នាដែរគឺ3 ដងគាត់មានទាំងកំណត់ត្រាច្រើនជាងគេនិងកំណត់ត្រាទាត់អត់ចូលច្រើនជាងគេអរគុណសេចក្តីរាយការណ៍គឺមានតែប៉ុណ្ណេះយើងជួបគ្នានៅវីដេអូក្រោយ